រំប្រឹក្សាសន្តិភាពស្វាគមន៍កម្ពុជាដែលចូលរួមជាសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាពភ្នំពេញប្រទេសកម្ពុជាត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅក្រោយពេលចូលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពឬ BOP The Board of Peace តាមរយៈបណ្ដាញសង្គម X នាថ្ងៃទី28ខែមករាឆ្នាំ2026ក្រុមប្រឹក្សានេះបានថ្លែងសារថាក្រុមប្រឹក្សាសន្តិភាពស្វាគមន៍កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិកនៃអង្គការអន្តរជាតិដែលកំពុងរីកចម្រើនរបស់យើងកម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព The Board of Peace តាមការអញ្ជើញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃទី16ខែមករាឆ្នាំ2026បើតាមប្រសាសន៍សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាការចូលរួមនេះគឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រនិងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកលសុឆន្ទៈស្រឡាញ់សន្តិភាពការគាំទ្រនិងរួមចំណែកដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមកជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្ដាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្គ្រាមដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះសម្ដេចធិបតីបានបញ្ជាក់ថាការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពសម្រាប់អាណត្តិ3ឆ្នាំមិនតម្រូវឲ្យបង់ថវិកាទេចំពោះការបង់ថវិកា$1,000 លានសហរដ្ឋអាមេរិកនោះគឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែងអចិន្ត្រៃយ៍តែប៉ុណ្ណោះចិនបារម្ភខ្លាំងខ្លាចផ្ទុកជំងឺនីប៉ានៅថ្ងៃចូលឆ្នាំថ្មីដោយកាល COVID-19 ត្បិតតែផ្ទុះនៅឥណ្ឌាប៉ុន្តែជំងឺនីប៉ាកំពុងបង្កក្តីបារម្ភនៅជុំវិញពិភពលោកជាពិសេសចិនតែម្ដងព្រោះបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសនេះកាន់តែខិតជិតមកដល់ហើយកាលពីសប្តាហ៍មុនមានមនុស្សប៉ាន់នាក់ឆ្លងវីរុសនីប៉ានៅឥណ្ឌានិងរាប់រយនាក់ទៀតត្រូវធ្វើចាត់តល័យស័ក្តិខណៈឥណ្ឌាកំពុងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ជំងឺនេះមិនឲ្យរីករាលដាលធ្វើមិនឲ្យរីករាលដាលនៅជនឯណោះក៏កំពុងបារម្ភខ្លាំងផងដែរព្រោះថារដូវកាលបុណ្យចូលឆ្នាំថ្មីនេះនឹងមានប្រជាជនធ្វើចរាចរណ៍ទ្រង់ទ្រាយទ្រង់ធំទូទាំងប្រទេសដែលជាឱកាសនៃការចម្លងរោគយ៉ាងងាយស្រួលករណីនេះធ្វើឲ្យគេនឹកឃើញថាកាលជំងឺរាតត្បាត COVID-19 មនុស្សរាប់រយលាននាក់ធ្វើដំណើរតាមរថយន្តក្រុងរថភ្លើងនិងយន្តហោះដែលជាកន្លែងបិទជិតនិងញាមមនុស្សកកកធ្វើឲ្យវីរុសងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់លើសពីនេះការជួបជុំគ្រួសារដូចជាការហូបជុំគ្នាការសួរសុខទុក្ខសាច់ញាតិវ័យចំណាស់នៅតាមជនបទដែលមានប្រព័ន្ធសុខាភិបាលខ្សោយគឺជាកត្តាហានិភ័យខ្ពស់ខ្លាំងតាមការផ្សាយរបស់ South China Morning Post នាថ្ងៃអង្គារទី27ខែមករាឆ្នាំ2026ឥឡូវដិតផាវីរុសនីប៉ាមិនទាន់ឆ្លងរាលដាលខ្លាំងជាសកលប៉ុន្តែចិនកំពុងចាត់វិធានការទប់ស្កាត់ខ្លាចសភាពការធ្ងន់ធ្ងរដោយកាលកូវីដផ្ទុះដំបូងនេះពេលនេះចិនបានដាក់វីរុសនីប៉ាទៅក្នុងបញ្ជីជំងឺតាមដានជាតិនិងបង្កើនការត្រួតពិនិត្យនៅតាមច្រកព្រំដែននិងព្រលានយន្តហោះចំពោះអ្នកដំណើរមកពីតំបន់ផ្ទុះមេរោគជាពិសេសឥណ្ឌានិងត្រៀមលក្ខណៈបច្ចេកវិទ្យាតេស្តនិងឱសថព្យាបាលដូចជាថ្នាំ VV116 ជាដើមប៉ុន្តែអ្នកជំនាញផ្នែករោគសាស្ត្រនៅចិនអះអាងថាលទ្ធភាពនៃការផ្ទុះឡើងទ្រង់ទ្រាយធំក្នុងប្រទេសមានកម្រិតទាបនៅឡើយដោយសារវីរុសនេះមិនសូវទន់នឹងបរិវត្តខាងក្រៅនិងតំបន់ដែលផ្ទុះឡើងនៅឥណ្ឌាមិនមានព្រំដែនជាប់នឹងប្រទេសចិនផ្ទាល់នោះទេទន្ទឹមនោះក៏មានព័ត៌មានល្អមួយដែរដោយចិនបានប្រកាសថាខ្លួនមានឱសថព្យាបាលជំងឺនីប៉ាឈ្មោះ VV116 ជាប្រភេទថ្នាំលេបបង្កើតឡើងដោយវិទ្យាល័យរោគសាស្ត្រវូហានរួមជាមួយស្ថាប័នវិទ្យាសាស្ត្រចិនដីធាតុផងដែរដូចជាវិទ្យាល័យឱសថសាស្ត្រ Shanghai Materia Medica និងក្រុមហ៊ុន Vigon Vital Life Science Co ជាដើម
តាមពិតដីដំបូងឡើយថ្នាំនេះគឺត្រូវបង្កើតឡើងដើម្បីព្យាបាលជំងឺ COVID-19 តែប៉ុណ្ណោះប៉ុន្តែក្រោយការធ្វើតេស្តវាក៏បានបង្ហាញពីសមត្ថភាពខ្លាំងក្លាដើម្បីប្រយុទ្ធជាមួយវីរុសនីប៉ាផងដែរហើយអ្វីដែលពិសេសគឺវាមានប្រសិទ្ធភាពប្រឆាំងទាំងជាមួយវីរុសនីប៉ាពូជម៉ាឡេស៊ីនិងពូជបាំងក្លាដេសដែលគេស្គាល់ថាជាពូជកាចសាហាវមានអត្រាមរណភាពខ្ពស់ឯណោះក្នុងការធ្វើតេស្តមន្ទីរពិសោធន៍នៅលើសត្វកណ្ដុរដែលបានចម្លងមេរោគក្នុងកម្រិតគ្រោះថ្នាក់ដល់ជីវិតការផ្ដល់ថ្នាំ VV116 តាមរយៈការលេបក្នុងកម្រិត400មីលីក្រាមក្នុង1គីឡូក្រាមនៃទម្ងន់ខ្លួនគឺបានបង្កើនអត្រារស់រានមានជីវិតរហូតដល់ 66.7% ការព្យាបាលនេះក៏បានកាត់បន្ថយចំនួនមេរោគយ៉ាងច្រើននៃសរីរាង្គសំខាន់ៗរួមមានសួតស្បែកនិងខួរក្បាលផងដែរស្របពេលជាមួយគ្នានោះក្រុមអ្នកស្រាវជ្រាវបានផ្ដល់យោបល់ថាថ្នាំ VV116 អាចប្រើប្រាស់ជាការព្យាបាលសម្រាប់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ដូចជាបុគ្គលិកសុខាភិបាលនិងបុគ្គលិកមន្ទីរពិសោធន៍និងជាជំរឿនអវរវត្តដែលមានស្រាប់ក្នុងករណីផ្ទុះឡើងនៃវីរុសនីប៉ានៅបច្ចុប្បន្ននិងទៅអនាគតផងដែរយ៉ាងណាមិញបច្ចុប្បន្នមិនមានឱសថឬវ៉ាក់សាំងជាក់លាក់ណាមួយទេដោយថ្នាំជំងឺនីប៉ានេះមានអត្រាមរណភាពចន្លោះពី40ទៅ75%ឯណោះប្រភព SCMP